6 ជំនឿបង្កមហន្តរាយដល់ការលក់ក៏មានការភ្ញាក់ផ្អើលប្រសិនបើអ្នកបានឮពីគន្លឹះមួយចំនួនទាំងនេះសំខាន់គឺថាវាមានប្រយោជន៍ខ្លាំងណាស់មានភាពរញ៉េរញ៉ៃជាច្រើនអំពីការលក់បានកើតឡើងនៅក្នុងពិភពអាជីវកម្មនេះគឺជាឧទាហរណ៍នៃអ្វីដែលបានចាត់ទុកថាជាការសម្ងាត់រួមហើយហេតុអ្វីបានជាវាច្បាប់ផ្ដល់នៅដំបូន្មានអាក្រក់ 1. ស្និទ្ធស្នាលទើបមានចំណាប់អារម្មណ៍អតិថិជនត្រូវបានខកចិត្តយ៉ាងខ្លាំងជាមួយនឹងអ្នកលក់ដែលបានបង្ហាញនូវអាកប្បកិរិយាស្និទ្ធស្នាលយ៉ាងឆាប់រហ័សពេកអតិថិជនមិនបានចង់ក្លាយជាមិត្តភក្តិអ្នកទេពួកគេចង់ឲ្យអ្នកជួយពួកគេដោះស្រាយបញ្ហាឬបង្កើតឱកាសមួយប្រសិនបើលោកអ្នកធ្វើការជាមួយអតិថិជនក្នុងពេលវេលាមួយយូរមិត្តភាពអាចអភិវឌ្ឍប៉ុន្តែពីពេលដំបូងរហូតមកអតិថិជនចង់បានភាពច្បាស់លាស់នៃអាជីពមិនមែនភាពស្និទ្ធស្នាលនោះទេ 2. ធ្វើពុតរហូតដល់ការសម្រេចនៅទិសដៅអតិថិជនក៏ដូចជាអ្នកដទៃទៀតដែរជាធម្មតាចាប់អារម្មណ៍បានភ្លាមពីចំណុចនេះពេលដែលមនុស្សផ្សេងទៀតមិនមានភាពស្មោះត្រង់ច្រើនជាងអ្វីទាំងអស់ដែលអតិថិជនចង់បាននោះគឺភាពស្មោះត្រង់ពីអ្នកលក់និងអ្នកផ្គត់ផ្គង់ប្រសិនបើអ្នកកំពុងធ្វើពុតជានរណាម្នាក់ផ្សេងទៀតជាងខ្លួនអ្នកនោះអ្នកត្រូវបានគេលាទង់ក្រហម 3. តែងតែរៀបលក់បែបជាជំរើសអតិថិជនស្អប់ការត្រូវបានគេជំរុញហើយពិតជាស្អប់ការលក់មានដាក់លេខអតិថិជនចង់ឲ្យអ្នកផ្ដល់ឲ្យពួកគេនៅអត្ថប្រយោជន៍ដ៏ល្អបំផុតចេញពីបេះដូងនិងជួយឲ្យពួកគេធ្វើការសម្រេចចិត្តដ៏ល្អបំផុតទោះបីជាការសម្រេចចិត្តទិញនៅកន្លែងផ្សេងឬមិនទិញអ្វីទាំងអស់វាគឺជារឿងមិនអាចធ្វើទៅបាននៅពេលដែលអ្នកត្រូវបានគេផ្ដោតឬបញ្ជាឲ្យទិញអ្វីមួយ 4. មិនទទួលយកចម្លើយថាទេពេលខ្លះអតិថិជននិយាយថាទេនៅពេលពួកគេបានគិតថាប្រហែលជាអាចនិងចង់ឲ្យអ្នកជួយពួកគេយល់ពីមូលហេតុដែលពួកគេគួរតែពិចារណាឡើងវិញទោះជាយ៉ាងណាប្រសិនបើអ្នកមិនអើពើចម្លើយទេវានឹងផ្លាស់ទីពីចម្លើយប្រហែលទៅជាទេពិតប្រាកដមែន 5. លក់លក្ខណៈសម្បត្តិមិនមែនជាផលិតផលអ្នកគួរតែយកចិត្តទុកដាក់ដល់អតិថិជនទៅនឹងលក្ខណៈពិសេសគួរឲ្យចាប់អារម្មណ៍កាន់តែច្រើនគឺជាផលិតផលដ៏សំខាន់ទោះជាយ៉ាងណានៅក្នុងការពិតអតិថិជនអាចមិនចង់បានទាំងលក្ខណៈពិសេសនិងផលិតផលពួកគេចង់បានអត្ថប្រយោជន៍ពីផលិតផលដែលប្រើប្រាស់ 6. អតិថិជនតែងតែត្រូវទោះបីជាអតិថិជនមួយចំនួនអាចចង់ដកថយដើម្បីចង់ឲ្យអ្នកជួយឲ្យពួកគេធ្វើការសម្រេចចិត្តបានល្អបំផុតជាជាងនិយាយថាពួកគេមានសិទ្ធិអ្នកលក់តែងតែបានយល់ព្រមជាមួយនឹងអតិថិជននិងត្រូវបានចាត់ទុកថាត្រូវហើយដូច្នេះធ្វើឲ្យអតិថិជនខ្លាចក្រែង